គុណលោកជំទាវវិតាលដែលបានធ្វើទានឲ្យខ្ញុំនឹងសូមជូនពរគាត់សម្រាប់គាត់បានក្តីសុខក្តីចម្រើនសុខសប្បាយទាំងអស់គ្នាក្រុមការងារទាំងអស់ដោយថារំភើបរីករាយដែលបានឯកឧត្តមលោកជំទាវជូនសម្ភារៈទាំងទឹកសុទ្ធទាំងដល់ប្រើប្រាស់ទាំងអស់ហ្នឹងណាកូនណាតាវីតាលនិងមូលនិធិ25រៀលបានបន្តផ្ដួចផ្ដើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់អញ្ជើញពីភូមិចម្ពុះក្អែកសង្កាត់ព្រែកថ្មីសម្រាប់ឆ្នាំទី8ដោយទទួលបានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសមណកោសលមុនីច័ន្ទសាវឿនព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណហៅវត្តចម្ពុះក្អែកតំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចម្ពុះក្អែកលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាវីតាល់ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកវីតាល់អាជ្ញាធរមូលដ្ឋានអ្នកស្ម័គ្រចិត្តនិងសិស្សានុសិស្សប្រមាណជិត400នាក់នៅបរិវេណវត្តមុនីសុវណ្ណហៅវត្តចម្ពុះក្អែកភូមិចម្ពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់លើកទី8ជាកម្មវិធីដ៏ធំប្រចាំឆ្នាំនេះដែលផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរតាមលំអានព្រះពុទ្ធសាសនាក្នុងគោលគំនិតសម្ដែងនៅការគោរពនិងការតបស្នងសងគុណចំពោះលោកអ្នកមានគុណចាស់ព្រឹទ្ធាចារ្យនិងផ្ដល់ក្តីស្រឡាញ់ផ្ដល់ការជួយយកអាសាដល់លោកតាលោកយាយដែលមានជីវភាពលំបាកនិងមួយវិញទៀតដើម្បីផ្ដល់នូវលទ្ធភាពជាសម្ភារៈសម្លៀកបំពាក់ថ្មីនិងថវិកាជូនលោកតាលោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរព្រះសមណកោសលមុនីច័ន្ទសាវឿនព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណវត្តចម្ពុះក្អែកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តមុនីសុវណ្ណវត្តចម្ពុះក្អែកបានមានសង្ឃដីកាពន្យល់អំពីអត្ថន័យនៃការស្រង់ព្រះនិងស្រង់ទឹកសុគន្ធវារីជូនចាស់ព្រឹទ្ធាចារ្យគឺជាពិធីមួយដ៏សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីជំរះនៅកាយចិត្តដែលមានអកុសលនៅក្នុងចិត្តពោលគឺត្រូវលាងជំរះឲ្យជ្រះនៅក្នុងឆ្នាំនេះដោយទឹកតំណាងភាពត្រជាក់ដូច្នេះនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ទាំងអ្នកស្រោចស្រពឲ្យគេនិងគេស្រោចឲ្យសុទ្ធតែសប្បាយចិត្តដោយជឿជាក់ថានឹងទទួលបាននូវភាពត្រជាក់ត្រជុំសេចក្តីសុខចម្រើននិងបុណ្យកុសលល្អទៅថ្ងៃខាងមុខនិងជាតិក្រោយនៅក្នុងឱកាសនោះដែរលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital និងជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះបានថ្លែងថាសកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់ប្រចាំឆ្នាំនេះគឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណជនក៏ដូចជាដៃគូអាជីវកម្មនិងពិសេសគឺអតិថិជនព្រមជាមួយនឹងប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្ដងដោយលោកតែងគាំទ្រជានិច្ចនៅសកម្មភាពសប្បុរសធម៌ដ៏ប្រពៃណីជាច្រើនឆ្នាំរួចមកហើយការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់វីតាល់ដោយគ្រប់ដបនៃផលិតផលវីតាល់គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន25រៀលដល់មូលនិធិសម្រាប់ការអនុវត្តគម្រោងនិងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភទាំង4រួមមានការអប់រំបរិស្ថានសុខាភិបាលសង្គមវប្បធម៌ជាដើមបន្ថែមពីនេះលោកជំទាវក៏សូមចំណែកបុណ្យកុសលនិងសេចក្តីល្អនេះផ្សាយនៅមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់វីតាល់សូមទទួលបានបុណ្យកុសលស្មើគ្នាគួរបញ្ជាក់ថានៅក្នុងកម្មវិធីនេះវីតាល់បានរៀបចំនៅកញ្ចប់ថវិកាជូនលោកតាលោកយាយប្រមាណ100នាក់ដោយក្នុងម្នាក់ទទួលបានវីតាល់មីជាតិអង្ករសម្លៀកបំពាក់ថ្មីនិងខិតមួយប្រអប់រួមមានគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ព្រមទាំងថវិកាថែមផងដែរលើសពីនេះទៅទៀតលោកតាលោកយាយក៏បានទទួលការពិសាភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់រៀបចំនិងបម្រើយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារវីតាល់ទៀតផងកម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមកដោយមានជំនឿថាការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនាព្រោះចាស់ព្រឹទ្ធាចារ្យគឺប្រៀបបានទៅនឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នាដូច្នេះហើយទើបវីតាល់បានពំនាំនៅមូលនិធិ25រៀលចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអតិថិជនវីតាល់វិញតាមរយៈការចូលរួមចាប់មគ្គផល25រៀលក្នុងការជាវទឹកវីតាល់មួយដប
វីតាសូមបន្តរក្សានៅមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រនិងចូលរួមលើកដង្កើងក្នុងគ្រប់សកម្មភាពសប្បុរសធម៌សង្គមវប្បធម៌មនុស្សធម៌និងការបង្កើតនៅកម្មវិធីថ្មីៗបន្ថែមទៀតជាមួយមូលនិធិ25រៀលដើម្បីមោទនភាពនៃផលិតផលជាតិ